Rồi chẳng như bữaនេះប្រភេទ material វាគឺ steel ហើយកន្លែង blended វាគឺ 1.57 ចឹងយើងកន្លែង material នេះយកវា steel មកហើយកន្លែង gauge property gauge 16 bend radius 1.57 យើងធ្វើការប៉ុណ្្នឹងទេ metal gauge នេះហើយនេះ apply to model មកអូខេហើយយើងចាប់ដើមគូ top view មុនអញ្ចឹងអានេះបដោយវាប៉ុន្មានបដោយ100ម៉ា128ខណ្ឌអានេះបូកអានេះទៅបាន150បាទទេ160ទេ160មកចុះអានេះទៀតអានេះបូក 6.25 ទៀតហើយស្ទឹងវា166.25អូខេហើយផ្លេចលើផ្ទៃហ្នឹងមកហើយយើងត្រូវប្រែ material វាហើយបានត្រូវអូខេឥឡូវប៉ុណ្ណឹងហើយឥឡូវកម្ពស់វាប៉ុន្មានកម្ពស់នៅលើនេះម្ដងនេះ19បូកថែម13បូក12បូក12កន្លះអញ្ចឹង31កន្លះប៉ុន្តែយើងគិតថាអ្នកនេះវាស់ពីខាងក្រោមមក31កន្លះនេះនេះហើយបើយើងគឺវាស់ពីខាងក្រោមដែរយើងមើលនេះកន្លែងផ្ញើព្រួសនេះយើងមើលមួយទៀតតែ material size ហើយ measurement point ព្រម outside បើសិនជា inside យើងដក1ចេញអញ្ចឹងវាថាសល់30កន្លះហើយប៉ុន្តែអានេះវា outside អញ្ចឹងយក31កន្លះដែរហើយយើងអាចវាស់ verify បាន31.5ហើយស្ទឹងវា1.5ស្ទឹងហើយបដោយស្ទឹង32ត្រូវហើយជប់នេះ32អូខេនេះវានៅខាងក្រៅចឹងយើងមើលលេខយើងការវិវត្តពីខាងក្រៅនិងការវិវត្តពីខាងក្នុងចឹងយើងមើលកន្លែងគេហៅថា measurement point ហ្នឹងដែរហើយឥឡូវអានេះវាមានកម្ពស់ 3.5 បដោយ 78ប៉ុន្តែពីនេះមក40មើល front view អញ្ចឹងដល់នេះ neurotical by 3 point 78 3.5អូខេហើយពីនេះមកដល់នេះ40អូខេអញ្ចឹងខ្ញុំកាត់ចោលសារនេះវាធ្លុះយើងមើលធ្លុះអញ្ចឹងយើងកាត់វាមកយើងកាត់យើងប្រើគេហ្នឹងហើយសារនេះខ្ញុំគូចំប្លង់កណ្ដាលពេជ្រស្លេកខាងក្រៅតែនិយាយខាត់មើលកើតអត់
symmetric មកតែឥឡូវយើងសាកគូប៉ុណ្ណឹងទៅ